សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីសភាពការនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5ដែលនៅថ្ងៃនេះគឺជាថ្ងៃទី19ខែធ្នូឆ្នាំ2025គឺជាថ្ងៃទី13ហើយដែលថៃបានធ្វើការឈ្លានពាននិងរំលោភបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធាភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនឹងខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់យោធាថៃនៅក្នុងតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី18ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ចាប់ពីវេលាម៉ោង 20:00 នាទីល្ងាចថ្ងៃទី18ខែធ្នូឆ្នាំ2025យោធាថៃបានបាញ់កាំភ្លើងធំចូលមកក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំនិងដំណាក់ស្ដេចរហូតដល់ម៉ោង 5:00 នាទីព្រឹកទើបស្ថានភាពមានភាពថយចុះនិងស្ងប់ស្ងាត់ទៅវិញចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តឈរជើងនិងតាមដានសភាពការដោយប្រុងប្រយ័ត្នខ្ពស់ជានិច្ច2ស្ថានភាពជួរមុខនៅក្នុងទិសយុទ្ធភូមិភាគទី5នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី18ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 7:00 នាទីព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី18ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 17:28 នាទីយោធាថៃនៅបន្តប្រើប្រាស់ដ្រូនពំក្បាលគ្រាប់ទម្លាក់នៅក្នុងភូមិសាស្ត្រថ្មដារហូតដល់ថ្ងៃទី19ខែធ្នូឆ្នាំ2025វេលាម៉ោង 4:54 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងបាញ់រះក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង 5:41 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចម្បាំងមកចូលក្នុងភូមិសាស្ត្រថ្មដានៅវេលាម៉ោង 6:01 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 6:54 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំរំលោភក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រភូមិឃុំថ្មដាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបើតែបន្តឈរជើងនិងបន្តតាមដាននិងយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែយោធាថៃទេដែលជាអ្នកវាយប្រហារមកលើទីតាំងស៊ីវិលរបស់កម្ពុជាដែលបានធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតគិតមកដល់ពេលនេះមានចំនួន18នាក់ហើយក្នុងនោះមានទារក1នាក់ផងដែរហើយចំនួនអ្នករងរបួសកើនឡើងរហូតដល់79នាក់នេះតួលេខគិតត្រឹមថ្ងៃទី18ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 6 ល្ងាចតែប៉ុណ្ណោះកម្ពុជាទាមទារឲ្យថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌មកលើកម្ពុជាដើម្បីយកលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យទឹកដីស្របច្បាប់របស់កម្ពុជាតែប៉ុណ្ណោះ ស
ព្រោះម្ដងហើយម្ដងទៀតកងទ័ពថៃតែងតែយកលេសនិងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់បាំងទង្វើឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅរួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់និងមានកម្រិតបំផ្លាញខ្ពស់ដូចជាយន្តហោះចម្បាំងនាវាចម្បាំងកាំភ្លើងធំគ្រប់ប្រភេទគ្រាប់បែកចង្កោមផ្សែងពុលដ្រូនគ្រប់ប្រភេទនិងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារមកលើកម្ពុជាជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់និងបេតិកភណ្ឌដែលជាសម្បត្តិមនុស្សជាតិបាទនេះជាការបញ្ជាក់យ៉ាងច្បាស់កន្លែងថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិជារដ្ឋដែលបំផ្លាញដល់សន្តិភាពនិងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូលដើម្បីបំរើមហិច្ឆតាឈ្លានពានបញ្ចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសតូចនិងខ្សោយជាងខ្លួនប៉ុណ្ណោះយើងអំពាវនាវឲ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចាប់មិនចេះហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនគោរពបទឈប់បាញ់ដែលខ្លួនបានបំពេញនិងអនុវត្តឡើងវិញនៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃកងទ័ពថៃត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាពនិងសុឆន្ទៈដោយស្ដែងចេញពីតាមរយៈទង្វើដែលមានទំនួលខុសត្រូវខ្ពស់និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារស័ព្ទនិងការភូតភរកុហកនោះទេក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហានដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមក្រសួងការពារជាតិនិងផ្សាយជូនអំពីបច្ចុប្បន្នភាពអំពីស្ថានភាពនៅជួរមុខនៅតាមគេហទំព័រនិងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and member of the press. This morning, I would like to update on the situation of the Thai invasion and armed attack launch on Cambodian territory in the 4th and 5th military regions on December 19, 2025, which enter the 30th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attacks on certain areas
within the sovereign territory of Cambodia. First, the frontline situation at the 4th Military Region in Udon Minjay Province, the Thai military continued its attack on Cambodia from 5 p.m. on December 18 until 7 a.m. on December 19, 2025. From 8 p.m. on December 18, 2025 until 5 a.m. on December 19, 2025, the Thai military fired artillery shell into the area of Tamon Temple and Dam Nak Sadak. The situation in all other areas remains calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Banteay Minjay and Posat provinces. The Thai military continued its attack on Cambodia from 5 p.m. on December 18 until 7 a.m. on December 19, 2025. On December 18, 2025, at 5:28 p.m., the Thai military continued to use drones to drop bombs in the area Tmoda. On December 19, 2025, at 4:54 a.m., the Thai military fired into the area of Pluk Damrai. At 5:41 a.m., the Thai military fired artillery from naval warship into the area of Tmoda. At 6:01 a.m., the Thai military fired artillery shell into the area of Praychan village. At 6:54 a.m., the Thai military deployed large drones violating Cambodian airspace in the Tmoda commune. The situation in other areas remains calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the death of 18, including one infant, and injury to 79 innocent Cambodian civilians as of 6 p.m. December 18, 2025. Cambodia demands that the Thai side immediately cease the intentional dissemination of false information. This disinformation campaign is clearly designed to divert international attention from Thailand's violation of international law by falsely portraying Cambodia as an aggressor, thereby serving as the mere excuse to increase tension and support its ongoing aggression against the legitimate sovereign territory of Cambodia. Time and time again, the Thai military has utilized deceptive tactics to mask its violation of Cambodian sovereignty and territorial integrity in blatant defiance of established international legal frameworks. The Thai military's systemic aggression against Cambodia, characterized by the deployment of heavy weaponry, including F-16 fighter jets, naval warships, heavy artillery, cluster bomb, toxic gas, and all types of advanced drones, constitute a direct assault on both innocent civilians and sites of the world cultural heritage. Such conduct identifies
Thailand as a state that destroys peace and security, not only between Cambodia and the entire region, but also to serve its expansionist ambition and aggression against smaller and weaker countries. We demand that the Thai military immediately cease its campaign of systemic misinformation and distortion. The path towards stability requires an immediate cessation of hostility, strict adherence to the ceasefire, and the full re-implementation of the joint declaration on the peace agreement between Cambodia and Thailand. The Thai leadership must now demonstrate its sincerity, transparency, and commitment to international laws through responsible action rather than hollow rhetoric and lies. In this sense, Cambodia called on the international community strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activities, as well as demand that Thailand must take full responsibility for such brazen violations. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region as a whole. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់យោធាថៃដោយប្រើប្រាស់កម្លាំងយោធាមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5នាងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មាននៅពេលក្រោយសូមអរគុណនិងសូមជម្រាបលា